3 ទស្សនវិជ្ជារបស់ជប៉ុន Ikigai មានន័យថារស់នៅដោយមានទីដៅមានគោលបំណងមូលហេតុដែលធ្វើឲ្យអ្នកចង់ភ្ញាក់ឡើងពេលព្រឹក Kemen មានន័យថាភាពអត់ធ្មត់ភាពស្ងប់ស្ងាត់ក្នុងគ្រាលំបាកឬពេលមានបញ្ហា Kensiji មានន័យថាស្រឡាញ់ខ្លួនឯងតែងតែផ្ដល់ភាពល្អឲ្យខ្លួនក្នុងភាពលំបាក Albatore មានន័យថាកុំប្រៀបធៀបខ្លួនជាមួយអ្នកដទៃព្រោះមនុស្សគ្រប់គ្នាគឺមិនដូចគ្នាទេ Harahachiba មានន័យថាបរិភោគអាហារត្រឹម80នឹងធ្វើឲ្យខ្លួនមានសុខភាពល្អ Shinrin-yoku មានន័យថាសម្រាកដោយដាក់ខ្លួនជាមួយនឹងធម្មជាតិនិងមានភាពស្ងប់ស្ងាត់ Ikutemo មានន័យថាទទួលយកការពិតនិងបន្តដំណើរជីវិតដោយមិនសោកស្ដាយ Kaizen K មានន័យថាប្រែប្រួល Sen មានន័យថាល្អមានន័យថាវិវត្តបន្តិចម្ដងជារៀងរាល់ថ្ងៃ